ស្ដីបំពោតទាំងនេះនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញមកទាំងនេះអំពីរបៀបបង្កើត calendar ដែលយើងអាច switch បានមានថា calendar ដែលយើងអាចផ្លាស់ប្ដូរខែនិងឆ្នាំបានឧទាហរណ៍បើសិនជាខ្ញុំចង់ផ្លាស់ប្ដូរវាទៅជាខែ3ខែ March ខែ3បាទយើងនឹងទទួលបាន calendar បែបនេះបាទខែ3របស់យើងហើយបើសិនជាខ្ញុំចង់បានខែ7បាទខ្ញុំនឹងទទួលបានបែបនេះដែរចឹងយើងអាចធ្វើបែបនេះបានបាទដូចខែ1ឬក៏ឆ្នាំដូចនេះដែរមិនសិនខ្ញុំចង់បាននៅឆ្នាំ91បាទយើងនឹងទទួលបានថ្ងៃទីបែបនេះអញ្ចឹងធ្វើយ៉ាងម៉េចទៅយើងអាចធ្វើបានបែបហ្នឹងបានអូខេអញ្ចឹងជាដំបូងយើងបង្កើតចឹងសិនមកយើងបង្កើតមានថ្ងៃមានខែមានពីឆ្នាំហើយនឹងមានថ្ងៃបែបនេះការបង្កើតគឺអត់ពិបាកទេអានេះយើងគាត់តែបង្កើតមកហើយយើងដាក់ពណ៌ហើយសម្រាប់ថ្ងៃយើងសរសេរមកថ្ងៃច័ន្ទថ្ងៃអាទិត្យថ្ងៃច័ន្ទបាទថ្ងៃអង្គារថ្ងៃពុធថ្ងៃពហុថ្ងៃសុក្រថ្ងៃសៅរ៍អីចឹងមកហើយបើសិនជាបងប្អូនចង់ដាក់ថ្ងៃខ្មែរយើងគ្រាន់តែសរសេរថ្ងៃខ្មែរមកតែបើសិនជាយើងចង់ដាក់ថ្ងៃខ្មែរដែលយើងមិនចង់សរសេរយើងអាចធ្វើវិធីមួយទៀតគឺយើងគ្រាន់តែចូលទៅក្នុងថ្ងៃហ្នឹងហើយយើងសរសេរដោយសារថ្ងៃនេះជាថ្ងៃអាទិត្យអញ្ចឹងខ្ញុំនឹងដាក់ថ្ងៃទីថ្ងៃហ្នឹងបដ ாய் ជាងខែ3អូខេខែ3ថ្ងៃទី23បាទខែ3ថ្ងៃទី23ឆ្នាំ2025ខ្ញុំដាក់ថ្ងៃឥឡូវហ្នឹងមកហើយណាខ្ញុំដាក់មកថ្ងៃគេអូសចឹងមកបាទចឹងបន្ទាប់ពីអូសបានចឹងហើយយើង select លើនឹងមកហើយយើងទៅ control លេខ1បាទ control លេខ1ឬក៏យើងចូលទៅក្នុង home យើងដើម្បីបើក format cell ដូចគ្នាដែរ control លេខ1ឬក៏ number format ហ្នឹងដូចគ្នាអត់អីទេចឹងទៅក្នុង custom ហើយបងប្អូនចាំវីដេអូខ្ញុំមុនខ្ញុំធ្លាប់រៀនបង្កើត convert ឬក៏បំលែងភាសាពាក្យជាអង់គ្លេសទៅសំដៅលេខជាភាសាអង់គ្លេសទៅជាលេខភាសាខ្មែរមែនទេអញ្ចឹងយើងរោមកសានធ្លាប់ប្រើម្ដងហើយយកលើនេះខ្មែរប៉ុន្តែខ្ញុំលុបលេខ0ចោលហើយដោយសារខ្ញុំត្រូវការនេះគឺជាថ្ងៃមែនទេថ្ងៃខ្ញុំពាក្យលេខកូដនៅសល់ថ្ងៃគឺអក្សរ D តំណាងឲ្យ D យើងជិះ D យើងជិះ D 2ដងគឺវាជាថ្ងៃទីទេដាក់ D 3ដងទៅវាអាចចេញជាថ្ងៃភាសាខ្មែរប៉ុន្តែខ្ញុំដាក់ D 4ដងដើម្បីឆ្លងមកពេញចេញថ្ងៃអាទិត្យអូខេ enter បានអញ្ចឹងនឹងបានថ្ងៃបែបនេះហើយយើងគាត់ទៅដូរ font មកខ្ញុំចូលដូរ font ដាក់ខ្មែរ OS បាត់ដបងមកអូខេបាត់ដបងហើយដាក់វាធំតិចមកអូខេបែបនេះអូខេទៅតមកគឺយើងត្រូវការដាក់អូខេធំដូចអត់ស្មើគ្នាមែនណាអូខេបែបនេះទៅមកគឺកាឡាមួយនេះខ្ញុំដាក់ដូចគ្នាដែរបែបនេះអូខេ1 2 3 4 5អូខេមាន6នឹងថែមមួយទៀតចឹងថែមមួយទៀតអូខេហើយនេះខ្ញុំដាក់ border មួយទៀតមក insert អត់សំទោស tab all ហើយដាក់ border មក border ដូចគ្នាអូខេអញ្ចឹងធ្វើម៉េចទៅយើងអាចបំពេញរាល់ទាំងថ្ងៃខែឆ្នាំនៅកន្លែងនេះបានដើម្បីធ្វើវាបានយើងចូលទៅក្នុងថ្ងៃអាទិត្យដំបូងនឹងមកអូខេថ្ងៃអាទិត្យដំបូងហ្នឹងយើងប្រើរូបមួយគឺ sequence បាទ sequence គឺជាលេខដែលវារត់អូតូម៉ាទិកណាតើបើយើងដាក់ជួរ row ដែលយើងចង់បានជួរ row គឺបន្ទាត់ឈរគឺ6តួ6បន្ទាត់ដែលខ្ញុំរាប់មិញ6បន្ទាត់ឈរអញ្ចឹង6អូខេខ្ញុំដាក់លេខ6ហើយ column របស់ខ្ញុំដាក់7គឺ7ថ្ងៃហើយយើងរាប់ពីថ្ងៃអាទិត្យដល់ថ្ងៃសៅរ៍គឺ7ថ្ងៃ7ថ្ងៃយើងដាក់ comma មួយទៀតមកយើងដាក់ date value អូខេ date value បែបនេះ date value ហើយបន្ទាប់មកយើងយក date value យើង apply ទៅជាមួយនឹងខែហើយដាក់ n នេះគេ n ឆ្នាំបាទ n ឆ្នាំហ្នឹងបន្ទាប់មកខ្ញុំបាត់វងកញ្ចក់មកវិញហើយខ្ញុំដកជាមួយគេដក weekday បាទ weekday ហើយក្នុង weekday នេះខ្ញុំដាក់ date value មកទៀតអូខេ date value បាទ date value គឺដាក់រូបមន្តដដែលគឺខែ n ជាមួយនឹងឆ្នាំហើយខ្ញុំបាត់វងកញ្ចក់ហើយយកគ្រប់ចំនួនវិញមកវងកញ្ចក់វាមាន4មែនទេ1 2 3 4អូខេត្រូវទេ4អូខេ4ខ្ញុំចុច enter បើយកលើវងកញ្ចក់អូខេលើវងកញ្ចក់មែនវងកញ្ចក់13ឯងអូខេអញ្ចឹងយើងឃើញថាថ្ងៃខែឆ្នាំគឺវាលោតមកបែបនេះ
អូខេប៉ុន្តែក្នុងករណីនេះដែលលេខនេះវាមានវាប្រើដោយសារអីដោយសារខ្ញុំប្រើនៅក្នុង home ហើយយើងចូលទៅក្នុង conditional format ហើយនឹង new rule បាទទៅពេលនេះយើងអាចដាក់ពណ៌នេះបានឬក៏យើងអាចទៅ home នេះយើងចូលទៅក្នុង home ហើយយើងដូរតែពណ៌វាមកបាទវានឹងចេញមកដែរអញ្ចឹងក្នុងករណីនេះយើងមើលលេខខ្លះគឺវាអត់ support ឲ្យយើងទេមែនទេយើងត្រូវតែគាត់ទៅកดនៅលើឈរនេះមកអូខេដើម្បីបញ្យល់ម្ដងទៀតខ្ញុំគាត់ទៅចូលក្នុងលេខថ្ងៃអាទិត្យហ្នឹងហើយចុចទៅក្នុង home គេ home ហើយយើងចូលទៅក្នុង conditional formatting ហើយយើង new rule មកអូខេក្នុង new rule ហ្នឹងអត់សំទោសមិន new rule ទេដោយសារខ្ញុំមានម្ដងហើយខ្ញុំទៅ clear rule ចេញសិនណាខ្ញុំដើម្បីឲ្យព្រៀនមកទៀតណាខ្ញុំទៅ clear rule សិនអូខេខ្ញុំ clear rule clear from entire sheet អូខេអញ្ចឹងវានឹងចេញលេខមកធម្មតាអញ្ចឹងដើម្បីធ្វើវាបានយើងធ្វើម៉េចយើងចុចទៅលើ ហ្នឹង home ដដែល conditional formatting new rule នៅក្នុង new rule បងប្អូនយកខាងក្រោមគេមក use a formula to determine which cell to format អូខេទៅលើនឹងមកចឹងនៅក្នុងលេខកូដនេះយើងគ្រាន់តែឲ្យសញ្ញាស្មើមួយហើយដាក់ម៉ាន់បាទម៉ាន់សរសេរបែបហ្នឹងមកបន្ទាប់មកយើងបើកបង្កញ្ចក់មួយហើយយើងចុចលើមួយនេះជួរនេះហើយបងប្អូនចុច F4 ដើម្បីដោះអក្សរ S អក្សរតារានឹងចេញចុច F4 ប្រហែលចុច2ដងពេលយើងចុចម្ដងដោះ1ចុច2ដងទៅឲ្យដោះ2 3ដងអូខេ3ដងហើយយើងបិទមកវិញមកបន្ទាប់មកយើងដាក់សញ្ញាតូចជាងឬធំជាងម៉ាន់មួយទៀតហើយបើកបង្កញ្ចក់យើងទៅ select learning តែអានឹងយើងមិនបាច់ដោះនេះទេហើយប្រើ and ជាមួយនឹងឆ្នាំហើយបិទមកវិញអូខេបន្ទាប់មកយើងចុចក្នុង format ហើយយើងយកកន្លែង color នោះខ្ញុំដាក់រៀងពណ៌ណាដែលយើងគិតថាវាអត់សូវបង្ហាញដោយសារវាមិនមែនជាខែនឹងអូខេយើងយកពណ៌នឹងមកឬក៏វាដិតតិចមកយកពណ៌នេះវាយកពណ៌នេះចុះបន្ទាប់មកយើងចុច OK ចុច OK ម្ដងទៀតយើងឃើញថាពណ៌នឹងវាបាត់ហើយប៉ុន្តែថ្ងៃទី29 30 31នឹងអត់បាត់ទេមែនទេយើងធ្វើមកយើងគ្រាន់តែចូលទៅក្នុង home copy style នឹងលេខ1មកយើងអូសវាមកអូសមកខ្សែនឹងក៏បានទីអូសមកខ្សែមកអត់បញ្ហាទេដោយសារហ្នឹងវាថ្ងៃទី1គឺវានឹងវាអត់អីទេតមកគឺមានបន្តទៀតយើងចុចដដែល home ចុចកន្លែង format ហ្នឹងមកខ្ញុំទៅនេះកន្លែងនេះអូសនេះពីកន្លែងហ្នឹងដល់អូខេហើយឬវាអូសពេញមួយកន្លែងហ្នឹងក៏បានដែរដើម្បីវិធីងាយស្រួលណាអូខេអញ្ចឹងខ្ញុំគិតថាយើងគិតថាមើលទៅគឺវាស្អាតហើយប៉ុន្តែវាអត់ទាន់អាចដូរខែបានទេដើម្បីដូរខែបានបងប្អូនទៅបង្កើត data មួយទៀតបង្កើត data ជាខែអញ្ចឹងខ្ញុំដើម្បីឧទាហរណ៍ខ្ញុំនឹងធ្វើជា set ថ្មីនៅ set លេខ8គឺជា set របស់ខ្ញុំ set ថ្មីដាក់ data អូខេ data អូខេអញ្ចឹង data ហ្នឹងគឺយើងបង្កើតអីគេអូខេយើងដាក់បង្កើតទី1យើងបង្កើត months អូខេទី2យើងបង្កើត years ចឹងក្នុង month ហ្នឹងយើងដាក់ ពី January ទៅដល់គេដាក់ February មួយទៀតមក February អូខេអញ្ចឹងយើងគាត់ទៅ select 2ខែហ្នឹងហើយយើងទាញដល់December មកអញ្ចឹង12ខែមែនទេគេខ្ញុំដាក់នឹងពណ៌ឲ្យយើងស្រួលចំណាំតិចមកអូខេតបមកគឺឆ្នាំគឺខ្ញុំចង់បានពីឆ្នាំ1980 ឧទាហរណ៍បាទបងប្អូនចង់បានមុននឹងក៏បានដែរអីទេហើយបន្ទាប់មកយើងអូសមកក្រោមសំទោសអូសមកក្រោមយើងដាក់ field series អញ្ចឹង81ហើយណាទៅធ្វើអូសមករហូតដែលបងប្អូនចង់បានខ្ញុំចង់បានរហូតដល់2050អូខេឧទាហរណ៍2050បាទនេះគឺជា2050ឆ្នាំដែលខ្ញុំចង់បានអូខេខ្ញុំដាក់វានៅកណ្ដាលអូខេដាក់នៅកណ្ដាលទាំងពីរមកអូខេបន្ទាប់មកគឺយើងត្រូវបង្កើត data validation ដើម្បីយើងអាចបង្កើតជា list ទៅ switch នៅក្នុង calendar របស់យើងបានជាការងាយស្រួលទេគឺបើយើងធ្វើវាបានយើងគ្រាន់តែចូលទៅក្នុង sheet ហើយយើងឈរនៅជួរខែហ្នឹងគេពេលយើងឈរនៅជួរខែហ្នឹងហើយចូលទៅក្នុង data គេខ្ញុំដាក់វាជាសិនអូខេនៅចូលនៅក្នុងខែហើយខ្ញុំចូលទៅក្នុង data បន្ទាប់មកបងប្អូនទៅស្វែងរកពាក្យ data validation
បាទនេះ data validation คลิกលើនឹងក៏បានឬក៏ click លើសញ្ញាព្រួយនឹងយកលើគេក៏បានដូចនេះដែរបែបនេះបន្ទាប់មកបងប្អូននៅក្នុង setting ហ្នឹងគឺយើង change កន្លែង any values ទៅជា list ព្រោះយើងចង់បង្កើត list មែនអត់ហើយនៅក្នុង source ហ្នឹងយើងចូលទៅក្នុង data មក data ហើយយើង select ចាប់ពីខែកុំ select ពីម៉ាន់ហ្នឹង select ពីខែនេះខែ1រហូតដល់ខែ12ក៏ប្រកាសចិត្តថាយើង select គឺខែ1ដល់ខែ12ប៉ុណ្ណឹងទេគឺយើង click OK មកបាទមានន័យថាយើងអាចផ្លាស់ប្ដូរវាបានហើយបាទពីដូរទៅវានឹងឆាំងខែឆ្នាំរបស់យើងហើយបែបនេះឃើញអត់អូខេបាទឃើញអត់ហើយមួយទៀតឆ្នាំយើងដូរយ៉ាងម៉េចដូចគ្នាដែរយើងគ្រាន់តែចូលឈរនៅជួរឆ្នាំហ្នឹង select ទៅលើ data ហើយ select លើ data validations នៅក្នុង any values មាន list ហើយក្នុង source យើងចូលទៅក្នុង data របស់យើងដើម្បីនឹង select ឆ្នាំខ្ញុំអូសឆ្នាំទាំងអស់ហ្នឹងមកវា shift ជាប់ដើម្បី click លើឆ្នាំ2050ហើយបន្ទាប់មកខ្ញុំចុច OK ជាការស្រេចឥឡូវយើងចង់ដឹងតើឆ្នាំ2050នៅក្នុងខែSeptember ហ្នឹងមានថ្ងៃប្រហែលអាទិត្យអូខេហើយយើងចូលទៅក្នុង2050អញ្ចឹងយើងឃើញថាវាឃើញបែបនេះគេបន្ទាប់មកគឺបើសិនជាបងប្អូនចង់ customize ថ្ងៃអាទិត្យទៅជាពណ៌ក្រហមអត់បញ្ហាទេ select ជួរទាំងអស់ហ្នឹងមកបាទជួរទាំងអស់មកចូលក្នុង home ដូរ color ដាក់ទៅជាពណ៌ក្រហមមកបាទពណ៌ក្រហមហ្នឹងមកឬក៏ឲ្យ bull ដាក់តិចមកបាទហើយថ្ងៃសៅរ៍នេះបើសិនជាយើងចង់ដាក់ទៅជាពណ៌ផ្សេងក៏មិនខុសគ្នាទេយើងអាចធ្វើអញ្ចឹងបានដោយយើង select នៅលើពណ៌ហ្នឹងហើយដាក់ពណ៌បែបនេះអូខេគេអញ្ចឹងគឺប៉ុណ្្នឹងឯងប៉ុន្តែមួយទៀតគឺពេលបងប្អូនមើលវីដេអូតាមគឺបងប្អូនឃើញជាភាសាខ្មែរអញ្ចឹងរបៀបធ្វើម៉េចទៅឲ្យវាអាចចេញជាភាសាខ្មែរបានមែនទេងាយស្រួលទេដូចខ្ញុំធ្លាប់ប្រាប់បងប្អូនដែរយើងអាចឈរលើជួរនឹងទាំងអស់មក calendar របស់យើងទាំងអស់ហ្នឹងចុច control លេខ1ឬក៏ចុចក្នុង format cell ហើយយើងចូលទៅក្នុង custom បាទ custom ហើយយើងស្វែងរកពាក្យឆ្នាំថ្ងៃឆ្នាំខ្មែររបស់យើងអូខេសម្រាប់ខ្ញុំមានស្រាប់ហើយខ្ញុំអាចលើនឹងមកហើយខ្ញុំលុបឆ្នាំនឹងចោលបាទលុបឆ្នាំនឹងចោលដោយសារនេះគឺជាថ្ងៃទីណាជាថ្ងៃទីយើងអាច set day មក day 2 ដងអូខេសំដៅខ្ញុំដាក់ day ម្ដងបានហើយខ្ញុំអត់ចង់បានលេខ0ពីមុខទេបើយើងដាក់ day 2 ដងមានថាវានឹងចេញ0ពីមុខបើថ្ងៃទី1វាចេញ01វាមិនមែនចេញ1ទេអញ្ចឹងដាក់ day តែម្ដងបានហើយហើយចុចអូខេបាទយើងនឹងឃើញថ្ងៃខែជាភាសាខ្មែរអញ្ចឹងទោះបីយើងដូរកន្លែងហ្នឹងក៏ដោយក៏វាចេញជាលោជាភាសាខ្មែរយើងដែរហើយបងប្អូនអាចដូរ font មកឥឡូវដាក់ដូរ font ទៅជាខ្មែរ OS បាត់ដំបងដូចគ្នាបាត់ដំបងបាទអញ្ចឹងវាឃើញបែបហ្នឹងហើយខ្ញុំចង់ដាក់វានៅគៀនទាំងថ្ងៃទាំងថ្ងៃហើយនៅថ្ងៃទីដាក់គៀនអញ្ចឹងដាក់មក customize វាមកបែបនេះមកស្អាតដែរអូខេអញ្ចឹងបន្ទាប់មកបើសិនជាយើងអាចធ្វើកិច្ចការនេះបានហើយអញ្ចឹងមើលថាបើសិនជាមនុស្សម្នាក់គាត់នៅឆ្នាំទី1ខែ1ឆ្នាំ1990ហើយសួរតែគាត់កើតនៅថ្ងៃណាយើងអាច search បានដំបូងឡើយយើងទៅថ្ងៃទី1 January មែនទេដល់ខែ1ហើយនៅឆ្នាំ1990អូខេខ្ញុំឆ្នាំ1990អូខេអញ្ចឹងយើងឃើញថាថ្ងៃទី1គាត់កើតនៅថ្ងៃអង្គារយើងអាចរកថ្ងៃឆ្នាំកំណើតរបស់គាត់បានហើយអូខេវីដេអូនេះមានតែប៉ុណ្្នឹងទេបងប្អូនទាំងនេះអាចធ្វើបែបនេះបានហើយរៀនអំពីបើសិនមានចម្ងល់អាចសួរនៅក្នុង comment នៃវីដេអូនេះបានអរគុណច្រើន